ស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំហើយឃើញវីដេអូនេះហើយកុំភ្លេចចុច Subscribe នៅ Channel YouTube ឲ្យខ្ញុំម្នាក់មួយផងហើយថ្ងៃហ្នឹងយើងនឹងមកធ្វើទៅលើ poster មួយដែលតាក់ទងទៅនឹង drink កាហ្វេទៀតហើយតែមិនមែនជាកាហ្វេទេគឺជាប្រភេទ soda Parfum អូខេយើងទៅមើលវីដេអូពេញក្នុងការធ្វើទៅលើ poster នឹងទាំងអស់គ្នា Let's go អូខេឥឡូវយើងចូលមកក្នុងកម្មវិធី Photoshop ហើយចឹងទាំងអស់គ្នាត្រូវបង្កើត file មួយមកចុច new ហើយទំហំដែលខ្ញុំធ្វើនោះគឺ2000គុណនឹង2000 pixel ហើយទាំងអស់គ្នាយកមកជា artboard មកដើម្បីទាញ reference ដែលទាំងអស់គ្នាចង់ធ្វើនឹងចូលគឺ touch កន្លែង artboard ហ្នឹងមកresolution ខ្ញុំយក300ហើយ color គឺខ្ញុំយក RGB តបមកខ្ញុំចុច create មកអូខេពេលដែលបានប៉ុណ្ណឹងហើយគឺទាំងអស់គ្នាទៅយករូប reference ដែលខ្ញុំបង្ហាញមិញហ្នឹងមកយកមកដាក់មកអញ្ចឹងគឺខ្ញុំមានទៅលើ poster មួយអញ្ចឹងយើងនឹងធ្វើទៅលើ background មុនអូខេអញ្ចឹង background របស់គេគឺពណ៌ខៀវរាងចាស់ដែរអញ្ចឹងខ្ញុំចូលមកកាន់ solid color យកចាក់ពណ៌ដូចគេមកគឺពណ៌ប្រភេទដីមេឃរាងចាស់ហ្នឹងអូខេបានប៉ុណ្ណឹងហើយយើងនឹងធ្វើ shape ពណ៌ជុំវិញគឺយើងនឹងប្រើ rectangle ហើយទាំងអស់គ្នាគូសប្រអប់មួយមកខ្ញុំគិតថាប៉ុណ្ណឹងគឺអូខេហើយតមកទៀតខ្ញុំនឹងទាញអាកន្លែងមូលនេះគេហៅថា nerve widget គឺទាញចូលមកអូខេនៅពេលដែលបានប៉ុណ្ណឹងហើយទាំងអស់គ្នានឹងដាក់ stroke ឲ្យវាគឺយើងអត់យក fill ទេគឺយើងយក stroke អញ្ចឹងនេះនៅកន្លែង toolbar លើនេះគឺមាន fill អញ្ចឹងយើងចុចមកយើងអត់យកទេយើងយក none កន្លែង stroke នេះគឺយើងយកពណ៌ខ្មៅសិនមកហើយឬក៏ទាំងអស់គ្នាឆក់ពណ៌ដូចគេមកគឺ double click លើវា2ដងហើយឆក់ពណ៌មកចុចមកអូខេពណ៌រៀងទៅដល់គោហើយចុចអូខេអញ្ចឹងយើងនឹងតម្លើង stroke គឺឥឡូវខ្ញុំទាញគិតថាប៉ុណ្ណឹងហើយគឺខ្ញុំដាក់35 pixel តមកទៀតខ្ញុំនឹង copy វាបានពេកគឺ control J តមកទៀតគឺខ្ញុំនឹង control T ហើយខ្ញុំនឹងបង្រួមដើម្បីបង្រួម scale វាឲ្យចូលក្នុងបាត់បងប្អូនគ្នាចុច Alt ឲ្យជាប់ចុចមកនេះវាចូលក្នុងហើយអូខេអញ្ចឹង rectangle ដែលយើង copy មិញហ្នឹងគឺយើងអត់យក stroke ទេគឺយើងយក fill អញ្ចឹងទាំងអស់គ្នាដូរមកកន្លែង fill នេះគឺដាក់ពណ៌ពេញមកហើយកន្លែង stroke នេះគឺយកណាំមកអូខេឬក៏យើងចង់ទាញឲ្យប៉ិនគេក៏បានដែរឥឡូវខ្ញុំទាញឲ្យប៉ិនគេចុច Alt ហើយ Face គ្នាយើងឲ្យវាមូលចូលគ្នាអូខេអញ្ចឹងបានដូចគេហើយអញ្ចឹងបន្តមកទៀតគឺយើងនឹងទៅយករូប product របស់យើងហើយចុច crease វាដើម្បីយកអូខេអញ្ចឹងខ្ញុំនឹងដាក់ដូចគេមក control T ចុច Alt ឲ្យចូលដើម្បីរួមវាចូលក្នុងអូខេឥឡូវយើងរៀប product យើងបានហើយអញ្ចឹងយើងនឹងទៅធ្វើ format របស់ product ហ្នឹងអញ្ចឹង format ហ្នឹងគឺខ្ញុំបានធ្វើវីដេអូខ្លីហើយខ្ញុំផុសនៅក្នុង YouTube ក៏ខ្ញុំផុស Facebook page ខ្ញុំក៏ខ្ញុំផុសដែរអូខេអញ្ចឹងខ្ញុំនឹងធ្វើឲ្យគ្នាយើងមើលម្ដងទៀតឥឡូវយើងគ្រប់មកនេះគ្រប់វាសិនដើម្បីឲ្យយើងដាក់ BG background អូខេអញ្ចឹងយើងនឹងប្រើ ellipse tool មកគូសវាមករៀងស្ប៉ែតបែបនេះហើយកន្លែង fill នេះគឺយើងយកពណ៌រៀងចាស់មកអញ្ចឹងយើងនឹង control T ហើយយើងចុច control ឲ្យជាប់ដើម្បីយើងទាញវាឲ្យវារៀង ellipse យើងឲ្យវារៀងស្ប៉ែតណាចឹងខ្ញុំគិតថាប៉ុណ្ណេះខ្ញុំយកហើយចឹងខ្ញុំនឹង convert ទៅ smart object មកស្ដាំ convert to smart object អូខេតមកទៀតខ្ញុំនឹង mask វាមួយហើយខ្ញុំនឹងយក gradient ដើម្បីឆូតវាកុំឲ្យវាឃើញពណ៌ដិតពេកណាចឹងខ្ញុំគិតថាប៉ុណ្ណេះវារៀងអូខេហើយបើគ្នាយើងអត់តន់យកទេទាំងអស់គ្នាយក gradient ម្ដងទៀតមកឆូតវាមកអូខេអ្វីដែលខ្ញុំចូលចិត្តធ្វើគឺខ្ញុំដាក់ blur បន្តិចចូលមកកាន់ fill យក blur យក custom blur ហើយខ្ញុំនឹងដាក់វាត្រឹម3ជាងទៅអូខេបានហើយ
បើសិនជាវារៀងនៅអត់សូវច្បាស់ឬក៏វារៀង flag ពេក copy វាមកឬក៏យើង mouse ស្ដាំសិនទៅ convert ទៅជា Smart Object ម្ដងទៀតហើយ copy វាគឺ Control J មួយទៀតមកគឺវានឹងបានស្មៅរៀងដិតខ្លាំងហើយអញ្ចឹងយើងនឹងចុចស្មៅដែលយើងធ្វើទាំងពីរហ្នឹងគឺយើងចុចអាំងក្រៅមួយហើយចុច Shift ឲ្យជាប់ចុចអាំងលើមួយទៀត Control E ដើម្បី merge layer ទាំងពីរហ្នឹងចូលគ្នាហើយ convert ទៅជា Smart Object ម្ដងទៀតអញ្ចឹងស្មៅយើងគឺធ្វើបានមួយហើយមួយទៀតយើងមិនបាច់ធ្វើទេយើង copy មកចុច Control J មក copy ហើយ Control T មកហើយទាញវាមកដាក់អាំងក្រោមនេះវិញអូខេអញ្ចឹងយើងបានស្មៅរបស់ product របស់យើងហើយអញ្ចឹងខ្ញុំនឹងមកធ្វើកន្លែងដាក់តម្លៃនេះអូខេអញ្ចឹងយើងអត់មានអីបាក់ទេចូលមក Ellipse Tool ហើយគូសវារៀងតប៉ែតបែបនេះមកតមកទៀតគ្នាយើងយកទៅនឹង stroke fill នេះយើងបិទចោលហើយ stroke យើងយកពណ៌ដូចគេមកហើយតម្លើង file វាត្រឹម6ឬក៏អីចឹងទៅតមកទៀតចុច Control J copy មួយទៀតតមកទៀតចុច Control T ហើយចុច Alt ចូលដើម្បី scale វាចូលក្នុងហើយបន្ទាប់មកគឺយើងអត់យក stroke ទេគឺយើងយក fill ម្ដង fill នេះគឺពណ៌ដូចគ្នាហើយ stroke នេះយើងបិទចោលក៏បានយើងបិទក៏បានអញ្ចឹងរបស់គេគឺអានេះវារៀងធំខាងនេះរៀងធំហើយអាលើពេលនេះវារៀងតូចហើយអញ្ចឹងយើងអត់មានអីបាក់ទេនេះយើងចុចទាញវាឡើងមកអូខេអញ្ចឹងខ្ញុំយកប៉ានេះហើយទាំងអស់គ្នាចុច layer ហ្នឹងហើយចុច fill ជាប់ហើយ mouse ស្ដាំទៅជា Smart Object ហើយអញ្ចឹងយើងតើយើងវាយតម្លៃចូលមកនេះគេដាក់អីគេ Parfum ដោះគោអញ្ចឹងយើងយក tab tool មកចុចមក Parfum ចុច Alt ឲ្យជាប់ហើយទាញវាមកក្រមកអូខេបានប៉ុណ្ណឹងហើយយើងវាយដាក់ថាមួយកែវ6.5ប៉ុនអក្សរនេះបើសិនជាទាំងអស់គ្នាដូរក៏ដូរទៅតែអានេះខ្ញុំឧទាហរណ៍ឲ្យគ្នាយើងងាយយល់អញ្ចឹងគឺខ្ញុំយកប៉ុណ្ណឹងអូខេអញ្ចឹងយើងនឹង copy មកដាក់ product យើងមួយទៀតអញ្ចឹងយើង copy មកចុចលើ layer របស់យើង fill ជាប់ click វាមកហើយចុច Alt ទាញវាអូខេអញ្ចឹងយើងវាយមកParfum folder មួយកែវ6000ក៏បាន6500ក៏បានឥឡូវខ្ញុំដាក់ប៉ុណ្ណឹងតដែរយើងគ្រប់វាឲ្យមានរបៀបទៅអញ្ចឹងខ្ញុំនឹងគ្រប់អានេះមកតង់គឺ Control J មកដាក់Parfum ដោះគោហើយអានេះយើងចុច fill ជាប់ Control J មួយទៀតមកដាក់Parfum folder ចឹងនៅពេលដែលយើងគ្រប់ទៅស្រួលយើងគ្រប់គ្រងទៅលើ poster របស់យើងឬក៏ product របស់យើងណាអូខេអញ្ចឹងយើងនឹងទៅធ្វើ for នេះចង់ញ៉ាំមួយណាក៏បានអញ្ចឹងយើងដាក់ tab tool តដែរចុចមកវាយមួយមកចង់ escape វាមកឬក៏ចូលមកកាន់ mode tool ទាញវាបន្តិចមកអញ្ចឹងរបស់គេគឺពណ៌រៀងដូច background យើងអញ្ចឹងយើងឆក់ពណ៌របស់គេនេះមកហើយអញ្ចឹងយើងចុច Alt ឲ្យជាប់ទាញមកហើយយើងដាក់មួយណាក៏បានអូខេព្រីកវាធំតិចមកទាញវាហ្នឹងអញ្ចឹងរបស់គេដូចជាមាន font តិចទេអញ្ចឹងយើងគ្រប់ពីរនឹងចូលគ្នាមកចុច Control J មកតមក mouse ស្ដាំ convert ឬក៏ចូលមកកាន់ blending mode គឺ blending option ហើយដាក់ stroke ឲ្យវាបន្តិចមកហើយកន្លែង stroke នេះពណ៌យើងយកពណ៌រាងចាស់ជាងពណ៌ background របស់យើងមកហើយយើងទាញវា fray វាកុំធំពេកមកល្មមមកអូខេខ្ញុំគិតថាប៉ុណ្ណឹងវាអូខេសម្រាប់ខ្ញុំហើយអញ្ចឹងយើងនឹង export ដើម្បី export បានអ្នកនរគ្នាចូលមកកាន់ file export យក export as អូខេបានប៉ុណ្ណឹងហើយនេះជា poster ដែលយើងបានធ្វើមិញយកវាជា JPG មកទាញវាឲ្យដល់7
ហើយចុចពាក្យថា export រកកន្លែងឬក៏ទីតាំងដែលទាំងអស់គ្នាចង់ដាក់មកអញ្ចឹងយើងមកមើលទៅលើនេះដែលជា poster ដែលយើងធ្វើមិញហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះមានប្រយោជន៍ទៅដល់គ្នាយើងហើយបើសិនជាគ្នាយើងមានចម្ងល់អាចឆាត full ខ្ញុំបានឬក៏ comment នៅក្នុងវីដេអូរបស់ខ្ញុំបានហើយមួយទៀតកុំភ្លេច subscribe ខ្ញុំអ្នកមួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូវែងៗឲ្យគ្នាយើងមើលទៀតអូខេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ